ខ្លាំងចំលោកត្រាំវាយបកក្រុមប្រឆាំងទោះអេរ៉ង់មកសំពះចោះចាញ់ក៏ពួកឯងថាអាមេរិកចាញ់ដែរកំដៅនយោបាយអាមេរិកផ្ទុះឡើងខ្លាំងលោកប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ត្រាំបានបង្ហោះសារវាយប្រហារយ៉ាងចាស់ដៃនៅលើបណ្ដាញសង្គម True Social ទៅលើគណៈបកប្រជាធិបតេយ្យនិងប្រព័ន្ធផ្សព្វផ្សាយធំ CNN, NIT និង The Wall Street Journal ថាមានគំនិតលំអៀងបំភ្លៃការពិតនិងមិនផ្ដល់តម្លៃឲ្យលោកឡើយទោះបីជាកងទ័ពអេរ៉ង់ត្រូវដួលរលំហើយមកសំពះចុះចាញ់អាមេរិកក៏ដោយតាមការចុះផ្សាយរបស់សារព័ត៌មាន ANI ការផ្ទុះកំហឹងនេះធ្វើឡើងចំពេលបទឈប់បាញ់រវាងអាមេរិកនិងអេរ៉ង់កំពុងស្ថិតក្នុងភាពផុយស្រួយបំផុតក្រោយការវាយប្រហារសងសឹកគ្នាទៅវិញទៅមកកាលពីចុងសប្តាហ៍មុនទោះជាយ៉ាងណាលោកត្រាំនៅតែមានជំនឿចិត្តខ្ពស់ថាកិច្ចព្រមព្រៀងថ្មីនឹងអាចសម្រេចបាននៅសប្តាហ៍ក្រោយនេះជាអចិន្ត្រៃយ៍ក្រោយរងចាំភាគីអេរ៉ង់យល់ព្រមលើលក្ខខណ្ឌចុងក្រោយតើប្រិយមិត្តយល់យ៉ាងណាដែរចំពោះការលើកឡើងរបស់លោកត្រាំប្រសិនបើចង់បានព័ត៌មានថ្មីបន្ថែមសូមចុច follow និងចុចពាក្យតាមដានទាំងអស់គ្នា